ជំរាបសួរពុកម៉ែបងប្អូនពុកម៉ែបងប្អូនមានស្គាល់អឺផ្លែនេះអត់នេះឬក៏មើមនេះអត់នេះវាទៅជាមើមមកបងប្អូនណាមិនផ្លែមើមរុក្ខជាតិបាទបងប្អូនណាមើមខ្ទឹមណាបាទហើយបងប្អូនដែលធ្លាប់បានហូបបានពិសាដែរអត់មើលទៅនេះដែលខ្ញុំទិញមកគេហៅថាខ្ទឹមខ្មៅបងប្អូនណាខ្ទឹមខ្មៅបាទសាច់ខាងក្នុងគឺខ្មៅមកបងប្អូនខ្មៅក្រឹបមកប៉ុន្តែរសជាតិដូចយើងតំណាប់ពិលឬក៏តំណាប់ស្វាយដែលយើងហៅថាផែនស្វាយបងប្អូនបាទឆ្ងាញ់មកបងប្អូនខ្ទិះបាទឆ្ងាញ់ស្អិតរមួតមកពេលយើងញ៉ាំទៅធ្មេញរបស់យើងខាំទៅហ្នឹងបានន័យថាស្អិតជាប់ធ្មេញដូចផែនស្វាយខាងស្រុកហ្នឹងគេហៅផែនស្វាយឬក៏តំណាប់ស្វាយអញ្ចឹងណាប៉ុន្តែបើតំណាប់ស្វាយអារបៀបគេធ្វើដាក់ថងនេះផែនស្វាយសាច់ស្អិតដូចផែនស្វាយដូចតំណាប់7ទុំហ្នឹងបងប្អូនប៉ុន្តែអត់មានរសជាតិជូរទេមកនេះឆ្ងាញ់ខ្ទិះហ្មងណាអញ្ចឹងបងប្អូនចាំមើលខ្ញុំបកសាច់ក្នុងឲ្យបងប្អូនមើលបាទនេះគឺផលិតផលមកពីប្រទេសចិនបងប្អូនណាមិនមែនវៀតណាមទេគឺប្រទេសចិននេះបាទខ្ទឹមខ្មៅនេះគឺផលិតនៅប្រទេសចិនហើយបើបងប្អូនចង់រកសាកល្បងអីគឺមាននៅតាមម៉ាតរបស់ចិនណាបងប្អូនហើយម៉ាតមានគ្រប់ទីកន្លែងបងប្អូនពងសោមកពោតកោះកុងពេញអីគឺមានហើយបណ្ដាខេត្តបាត់ដំបងមិនអត់ទេហើយលើគេថាខ្ទឹមខ្មៅនេះគេផលិតមកហ្នឹងព្យាបាលជំងឺច្រើនមុខមិនមែនព្យាបាលថាត្រូវណាកបនឹងជំងឺច្រើនមុខបងប្អូនហើយក៏ដូចព្យាបាលមិនខុសគ្នាទេបាទកបនឹងជំងឺច្រើនមុខបាទដូចជាសន្លាក់ជាតិអាស៊ីតហើយរំលាយខ្លាញ់នៅតាមសរសៃឈាមខ្លាញ់រំបេះដូងខ្លាញ់នៅក្នុងពុះវៀនអីហ្នឹងបានន័យថាវារំលាយខ្លាញ់ចេញបានខ្ញុំទំចាប់ប្រើហូបបានប្រហែលថ្ងៃបងប្អូនបានប្រហែលថ្ងៃប្រហែលពេលហ្នឹងបានន័យថាសន្លាក់របស់ខ្ញុំឈឺស្ទិញហើយហូបសាច់គោអត់បានទេបងប្អូនក្រោយខ្ញុំហូបខ្ទឹមខ្មៅទៅហូបសាច់គោដូចជាអត់មានធ្វើទុកអីទេបាទខ្ញុំសាកល្បងមើលខ្ញុំហូបបានប្រហែលថ្ងៃនិយាយពីថ្នាំបងប្អូនសន្លាក់អាស៊ីតនេះហើមជើងខាងក្បាលជង្គង់បាទហូបអីកុំត្រូវទេថ្នាំពេទ្យក៏ដោយអស់ជាតិថ្នាំមកវិញនិយាយពីថ្នាំខ្មែរដាំផឹកឡើងខ្មៅសាច់អស់ហ្នឹងបាទអស់ជាតិថ្នាំមកវិញហើយខ្ញុំអត់ដឹងថាវាត្រូវនឹងជំងឺទេបងប្អូនខ្ញុំទិញយកមកហូបមើលឃើញវាឆ្ងាញ់ខ្ទិះគេឲ្យភ្លក់ហ្នឹងទៅដល់ពេលមានរសជាតិឆ្ងាញ់យើងស៊ូរត់ទិញតាមដេប៉ូឬក៏ម៉ាតធំរបស់ចិនអីចឹងណាឬក៏ម៉ាតខ្មែរយើងដែលលក់ផលិតផលចិនបាទសបោណាបងប្អូនមកនេះបាទខ្ទឹមខ្មៅអញ្ចឹងខ្មៅទាំងសបកខ្មៅទាំងសាច់ក្នុងឥឡូវហូបទៅដេកលក់ស្រួលបងប្អូនខ្ញុំថ្ងៃមុនហ្នឹងគឺដេកអត់លក់ទេបងប្អូនណាដេកអត់លក់ទេកាលណាវាក្តៅក្នុងខ្លាំងវាធ្វើឲ្យយើងទះអន្ទែងចាប់ផ្ដើមក្តៅបាត់ដៃក្តៅបាត់ជើងនឹងឡើងពេញអញ្ចឹងឥឡូវនេះបានន័យថាក្រោយពីយើងហូបខ្ទឹមខ្មៅហ្នឹងបាទនេះបងប្អូនជួយមើលកំបកណាហូបខ្ទឹមខ្មៅនេះស្រួលខ្លួនបងប្អូនបាទបើបងប្អូនចង់សាកល្បងគឺរសជាតិឆ្ងាញ់ហូបមួយបាយក៏បានយើងធ្វើស៊ុបក៏បានបងប្អូនណាធ្វើស៊ុបហូបពិសេសមកស៊ុបគោស៊ុបមាន់ខ្មៅឬក៏ស៊ុបស្អីនោះគឺឆ្ងាញ់ណាបងប្អូននេះបងប្អូនមើលសាច់បាទសាច់ខ្មៅបងប្អូនណាខ្មៅឆ្ងាញ់ហ្មងបងប្អូនបាទនេះបាទសាច់ខ្មៅក្រឹបហ្មងជាមួយខ្ញុំខំបាទនេះសាច់ក្នុងក៏ខ្មៅបងប្អូនខ្មៅក្រឹប
trongបងប្អូនចង់សាកល្បងអាចសាកល្បងបានបងប្អូនណាសូមអរគុណច្រើនសូមជម្រាបលាជូនពរបងប្អូនធ្វើដំណើរទៅណាមកណាបានសុខបានចម្រើនសេរីសុខដីចម្រើនទាំងទៅទាំងមកប្រកបមុខរបរឲ្យបានសម្រេចជោគជ័យញាក់ឡើងលក់ដូរដាច់រកស៊ីធ្វើការងារសំណងឬក៏ធ្វើសន្តិសុខឲ្យលុយចូលឈប់ដាច់ខែបាទហេងពេញមួយជីវិតណាបងប្អូនណាឃើញខ្ទឹមខ្មៅនេះឲ្យហេងទាំងអស់គ្នាមានលៀបមានជ័យទាំងអស់គ្នាលក់ដូរដាច់ទាំងអស់គ្នាណាបងប្អូនណាបាទអរគុណច្រើនជំរាបលាម្ដងទៀតបងប្អូនណាចំពោះសុខសប្បាយទាំងអស់គ្នាភ្ញាក់ឡើងលុយចូលក្នុងកង់គ្រប់គ្នាហេងកុំភ្លេចរស់ស៊ីផងអត់មានលុយចូលណាបងប្អូនបើដើរលេងអត់មានលុយចូលទេបាទអរគុណច្រើន